មាសមករយៈពេលនេះបងប្អូនទាំងគ្នាមានការធ្លាក់ចុះខ្លាំងបាទយើងឃើញថា2សប្តាហ៍ចូលសប្តាហ៍ទី3ហើយសប្តាហ៍នេះគឺជាសប្តាហ៍ដែលតម្លៃហាងឆេងមាសមានការទម្លាក់ខ្លួនចុះខ្លាំងមែនទែនបើយើងនិយាយពីការវិនិយោគវិញគឺការជួញដូរការណាតែតម្លៃកាន់តែធ្លាក់ថ្លៃឱកាសនៅក្នុងការទិញកាន់តែខ្ពស់បងប្អូនទាំងគ្នាបាទអញ្ចឹងគឺឱកាសសម្រាប់បងប្អូនទាំងគ្នានៅក្នុងការទិញមាសទុកក៏ដូចជាទិញលក់ទៅលើតម្លៃហាងឆេងមាសណាបងប្អូនទាំងគ្នាបាទអញ្ចឹងឱកាសខ្ពស់មែនទែនតន់មានធ្លាក់ចុះយើងមកមើលតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះវិញបងប្អូនទាំងគ្នាថ្ងៃនេះគឺជាថ្ងៃទី28ខែ10ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែធ្វើការទិញលក់នៅក្នុងតម្លៃ$3,990នៅក្នុង1អោនឬក៏ស្មើនឹង$4,807នៅក្នុង1តម្លឹងនៃទីផ្សារប្រទេសកម្ពុជាបើសិនជាយើងគិតត្រឹមព្រឹកនេះម៉ោង9:30នាទីយើងគិតជាគីឡូវិញគឺស្មើនឹង$128,208នៅក្នុង1គីឡូផងដែរបងប្អូនទាំងគ្នាបាទអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសបើយើងមើលតាម technical ណាបងប្អូនទាំងគ្នាយើងឃើញថាអាចនឹងទម្លាក់ខ្លួនបន្ថែមបន្តិចទៀតបងប្អូនទាំងគ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានលុយទិញមាសគីឡូអាចទិញទុកគឺល្អមែនទែនតែសម្រាប់ដែលបងប្អូនដែលទិញលក់មាសនៅលើឧបករណ៍នេះសនបងប្អូនផ្ដោតទៅលើការលក់ឲ្យច្រើនជាងការទិញតាន់តម្លៃហាងឆេងមាសទម្លាក់ខ្លួនចុះចាំពេលដែលវា confirm ថាឡើងទៅលើវិញចាំយើងផ្ដោតទៅលើការទិញឲ្យច្រើនជាងការលក់អរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាទ